បាទជំរាបសួរបងប្អូនអរគ្នាបាទវីដេអូឃ្លីបនេះគឺសិស្សស្ដាំសកត់នាងបាទសិស្សស្ដាំថៃ3កដាលហើយសកត់នាងរបស់បាទបច្ចេកទេស AI ហ្នឹងហើយបងប្អូនគ្នាយើងខ្ញុំសង្កេតឃើញថានៅកន្លែងនេះណាបាទបងប្អូនយើងឃើញសង្កេតឃើញថានាងខ្មៅដែលឡើងមកកន្លែងនេះតាមពិតបាទ AI បើសិនជាគាត់ចង់នេះមុននាងឡើងមកកន្លែងនេះបងប្អូនគ្នាបាទបើសិនជាចង់សកត់ណាគួរតែសកត់ពីកន្លែងនេះទៅបងប៉ុន្តែកន្លានេះបងប្អូនគ្នាយើងឃើញបាទមូលហេតុមួយដែលបាទខ្ញុំឃើញកន្លានេះមើលតំណងលេងហ្នឹងបងបាទមូលហេតុអីទៀតខ្ញុំអត់ដឹងទេបងគឺយើងចង់ឃើញថាពេលដែលនាងឡើងមកពេលតមកបាទម៉ាស៊ីនចេញត្រី3បាទបានគោលខ្មៅឡើងចងនាងបានចាក់សកត់បាទបងប្អូនគ្នាខ្ញុំបាទយើងទៅទស្សនាទាំងអស់គ្នាណាការបើកក្បួនបាទលោកស្ដាំខ្ញុំនិយាយពីកន្លែងនេះចុះបាទខាងខ្មៅឡើងគោឡើងសេះបែបហ្នឹងណាបងហើយក៏បាទជំហានបាទមានសដាកន្លែងនេះនាងអត់ឡើងទេបងនាងអត់តន់ឡើងទេបោះសេះមកសិនបាទបោះសេះមកសិននៅកន្លែងនេះខាងខ្មៅគាត់ចេញត្រីមុខសេះខាងឆ្វេងបាទអញ្ចឹងបាន AI ឡើងនាងទៅបែបហ្នឹងពេលដែលឡើងត្រីកន្លែងនេះក៏ត្រូវនៅក្នុងលក្ខខណ្ឌនេះយើងគិតថានៅខ្វះមួយជើងទៀតបានសកត់បានអញ្ចឹងណាបាទខ្វះគោលឡើងបាទចងនាងចងត្រីសិនសូមអាចសកត់បានព្រោះនៅលក្ខខណ្ឌនេះបើសិនជាសកត់បែបនេះបាទនឹងអាចជួបរូបភាពបែបនេះបាទអញ្ចឹងនាងនឹងត្រីពីគ្រប់នេះត្រូវជាប់រវល់បាទពេលដែលគោលឡើងចងនាងផងចងត្រីផងបែបនេះបាទអញ្ចឹងខាងខ្មៅគេនឹងចាក់សម្រាប់នាងវិញអូខេអញ្ចឹងកន្លែងនេះបាទអត់ទាន់គ្រប់លក្ខខណ្ឌដែលអាចសកត់នាងបានទេតទៅឡើងគោលសិនបាទនៅក្នុងលក្ខខណ្ឌលេងអនឡាញលេងនៅ website នេះគឺបងប្អូនគ្នាគឺនិយាយថានាងដើមជើងនេះអញ្ចឹងកន្លែងនេះបាទសទោះបីគាត់ចាំឡើងគោលមួយជើងក៏នៅសកត់នាងបានដែរបាទអញ្ចឹងបាទហេតុផលដែលនាងលោតអត់បានបើនាងលោតទាន់គឺសកត់អត់បានទេប៉ុន្តែនាងដើមជើងគឺសកត់បានអញ្ចឹងនៅកន្លែងនេះបងប្អូនគ្នាបាទហេតុផលដែលម៉ាស៊ីនអត់សកត់បាទខ្ញុំអត់ដឹងដែរអញ្ចឹងនៅពេលដែលនាងឡើងមកបាទបានចេញត្រី3ចេញត្រី3កន្លែងនេះឧទាហរណ៍បើសិនជាខាងបាទស៊ីបែបនេះមុនចុះបាទស៊ីបែបនេះមុនខ្ញុំមិនដឹងថាម៉ាស៊ីនយកនាងស៊ីឬក៏យកត្រីស៊ីទេបងបងតែសម្រាប់បងបងតើយកអីស៊ីដែរបាទអត់ចាំស៊ីកដាលបែបនេះបាទចងអីចឹងទៅបាទប្រហែលជាស៊ីបែបនេះទៀតឬក៏មិនបាទនេះប្រកាសជានាងហ្នឹងបងព្រោះត្រីអាចយកមកនេះបានអត់សូវល្អសម្រាប់ខាងខ្មៅទេបាទកន្លែងនេះខ្មៅគាត់អត់ស៊ីផ្ដាច់កដាលទេគាត់បាទយកគោលចងនាងម៉ាស៊ីនចាក់កន្លែងនេះស្អាតហ្នឹងបងបាទកន្លែងនេះស្អាតបាទយើងអាចហាត់រៀនតាមបានបើតែយើងត្រូវដោះស្រាយកន្លែង3កដាលនេះយល់ហេតុផលទៅយើងអាចលេងបានបាទឥឡូវនេះខ្មៅសបាទឡើងស្ដាច់ដែរអត់តន់ធ្វើអីទេបាទតែខ្មៅស៊ីផ្ដាច់កន្លែងនេះបាទម៉ាស៊ីនក៏យកត្រីស៊ីទេអត់យកនាងទេបាទកន្លែងនេះគឺកែបាទសកត់នាងបាទដោយបង្ខំឲ្យត្រីបង្កប់នេះត្រូវតែស៊ីចេញស៊ីនាងហើយបាទឡើងគោលទៅបាទកន្លែងនេះស្អាតណាស់បងចាក់ត្រីនៅកន្លែងនេះក៏បាទគួរតែមានហេតុផលមួយទៀតដែរបាទនៅពេលដែលខ្មៅចាក់ត្រីនេះខ្ញុំមិនដឹងថាម៉ាស៊ីនថកឡើងទៅហួសឬក៏ C2 ទេបាទប្រហែលជា C2 ច្រើនជាងទៅកំបងបាទស៊ីនៅកន្លែងនេះជាប់អុក3ទូកបាទបើសិនជាដាក់ទូកការអុកបាទសអាចយកទូកដាក់អងអីចឹងទៅតែកន្លែងនេះអាចខ្មៅអាចងាកបើសិនជាជួបបញ្ហាហ្នឹងបាទតែបើមិនស៊ីបាទឡើងទៅលើបាទជាប់ត្រូវកន្លែងដែលគេដេញទៀតទេបាទទៅដូចក៏ថយក្រោយអីចឹងទៅបាទមិនអាចទេបងកន្លែងនេះថយក្រោយខ្មៅល្អជាងបាទអញ្ចឹងកន្លែងនេះបងប្អូនបើសិនជាបងបាទនៅស្ងៀមឬក៏ចាក់ដេញឬក៏ដើរគោលដូចខ្មៅបែបនេះម៉ាស៊ីនស៊ីកន្លែងនេះ
តែកន្លែងនេះបងគ្នាអត់មានទៅនាងទៅដេញទេណាបាទបសេះទៅចាប់គោលបាទលុយមែនតើចឹងកន្លែងនេះត្រូវមានសំណួរសួរទៀតបើសិនជាខ្មៅថយក្រោយតែក្នុងរូបភាពនេះគឺខ្មៅឡើងមកលើចេះណាអញ្ចឹងវាត្រូវមានសំណួរថាចុះបើសិនជាខ្មៅឡើងថយក្រោយយើងត្រូវដើរទៀតចឹងណាបាទតើគួរតែឡើងនាងឬក៏អត់បាទកាលនេះខ្ញុំគិតថាបើសិនជាជួបនៅប្រភេទនេះស៊ីដេញគោលតែគោលនឹងថយវិញបាទតើពិតកាលនេះបាទពិតជាល្មមលេងដែរពេលឃើញរូបភាពបែបនេះបាទអាចចាក់ទម្លុះបាទត្រីពីរគ្រាប់នេះកុំឲ្យទឹមបានទៀតបាទលយមែនតើបាទអញ្ចឹងកាលនេះក៏ខ្ញុំទទួលបានបទពិសោធន៍មែនដែរបងខ្ញុំឆ្លាញ់ហ្នឹងបងឆ្លាញ់កីឡាខាងសមែនតើបាទនេះឆ្លាញ់តែបោះសេះទៅពេលខ្មៅបងគ្នាខ្មៅគាត់ចូលគោលបាទនេះគាត់ចូលគោលណាបាទចាំមើលមកគ្នាតែមានរឿងកាត់ឡើងបាទម៉ាស៊ីន AI យកគោលស៊ីគោលបាទខាងខ្មៅស៊ីតបាទកន្លែងនេះមក AI ហក់ទៅអុកបាទអត់មានថយទេបងអត់មានថយមកចាប់ស៊ីទេបាទប៉ុន្តែអុកនៅកន្លែងនេះធ្វើឲ្យត្រីខ្មៅមកនេះជាប់រវល់ស្ដាច់គឺនៅកន្លែងត្រីបាទថែមមួយខ្សែទៀតបាទថែមនឹងឃើញត្រីនេះ free បាទពិតជាលុយមែនទែនបងបាទលុយណាស់បាទខាងខ្មៅនេះងាកមិនអោយផុតអុកទៀតស៊ីអុកបាទអូខេដាក់ទូកត្រៀមអុកទៀតហើយបាទខាងខ្មៅនេះបងឡាយមិនព្រមទេបាទឡើងនាងទៅបងឡើងនាងទៅកន្លែងនេះគឺត្រៀមបាទឡើងនាងបាំងកន្លែងនេះគឺមានប្លោះទៅច្រើនណាស់បងបាទឡើងគោលមកចាប់ស៊ីត្រី free បាទហើយធ្វើម៉េចឡើងនាងចងត្រីបងបាទដើរទូកតទូកតែខាងខ្មៅនេះបងបោះសេះតសេះបាទបោះសេះតសេះនៅកន្លែងនេះបាទលោកគ្រូអេអាចថយសេះកាត់បាទបងអនឡាញនេះបាទទូកកាត់ស៊ីតបាទស៊ីតគ្នាទៀតបាទទីបំផុតគឺនៅសល់បាទត្រីនៅតំណែងហ្នឹងសរុបកូនមកគ្នាគឺឈ្នះមួយនាងដាច់ប៉ាត់មកត្រីកាប់នៅសល់ម្នាក់4គ្រាប់បាទបាទបើយើងរាប់ពីត្រីដែលមានអាចរុលទៅមុខបានគឺមាន2គ្រាប់អញ្ចឹងត្រីមានចលនា2គ្រាប់នេះបើយើងប្រៀបធៀបគឺខាងសក៏ល្អជាងទៀតបាទនេះនៅពេលដែលមានចលនាណាបើសតនេះបាទមកទៅនឹងនាងទៅនឹងត្រីតែសនឹងមានឡើងកោទៀតនេះបើយើងនិយាយពីត្រី2គ្រាប់នេះគឺឱកាសរបស់ខាងសនេះគឺប្រើបានជាងខាងនេះបានប្រើទេព្រោះទឹះទាំងអស់បាទ AI ដាក់ទូកចេញមកប្រើមួយសិននៅកន្លែងនេះបងនៅកន្លែងនេះបាទកាឡានេះបងគ្នាសេះមិនអស់ជើងណាបាទសិតតែអាចបោះឡើងទៅលើបានប៉ុន្តែបងគ្នា AI បាទឡើងគោលទុកឲ្យសេះស៊ីខាងខ្មៅអត់ស៊ីទេបងអុកមកបាទទុកសេះនេះកាន់តែខ្លាំងថែមទៀតអញ្ចឹងបាទបើសិនជាមកវិញខ្ញុំគិតថាគោលនឹងគេនឹងស៊ីហើយបងបាទបាត់ខ្លួនហើយទាំងត្រីកាប់នឹងក៏អស់ទៀតដែរអញ្ចឹងខាងទូកខ្មៅក៏យកទូកចេញមកបាទអេអាចអុកបាទតែកន្លែងនេះធ្វើម៉េចទៀតបាទដាក់អងមួយសិនបាទអុកឲ្យដាក់អងនៅកន្លែងនេះគឺចំណេញជើងណាបងបាទឡើងគោលទៅធ្វើមិនដឹងបាទមិញគាត់អាចមានឱកាសបាទយកទូកដាក់ត្រឹមនឹងក៏បានដែរក៏ប៉ុន្តែបាទដើម្បីដដើមជើងដើមមុនគឺអុកបាទអុកឲ្យមិនយកទូកមកដងដើម្បីឲ្យស្ដាច់នឹងកិច្ចឲ្យមិនយើងដើរពិតជាលុយមែនតើបាទខាងសខ្មៅនេះបងបាទអុកមកទូកបាទឡើងទៅនេះខាងខ្មៅអុកមកវិញណាអូខេឥឡូវខាងខ្មៅនេះបាទឡើងគោលមកទៀតហើយ AI ទុកឲ្យស៊ីទៀតអត់ទុកឲ្យស៊ីទៀតហើយបងព្រោះស៊ីឡើយនេះអត់ត្រូវអុកទេតែ AI ស៊ីត្រូវអុកណាបងសុទ្ធតែត្រូវអុកបាទរត់សេះបាទបងហើយបាទនាងសេះក៏ទៅបានអីក៏ទៅបានតែមិនទៅទេបងសុកចិត្តឡើងនាងអុកវិញបាទអុកម្នាងបាទខាងខ្មៅនេះมันអាចងាកឲ្យត្រូវមួយសេះទៀតទេណាបងងាកមកខាងនេះគឺត្រូវមួយសេះទៀតបាទសងល់ដែរអញ្ចឹងងាកមកខាងនេះក៏ត្រូវបន្ទូកទៀតដែរបាទគង់តែធ្លាក់ដដែលទេចេះណាស់បងអញ្ចឹងបាទខ្មៅគាត់ងាកចុះទៅក្រោមបាទបោះសេះឡើងទៅឡើយនេះជាប់ងាប់បាទគឺដោះហូបជើងបងអុកបាទមក
បាទនៅកន្លែងនេះបងសង្កេតឃើញមានអីប្លែកទេបាទអញ្ចឹងដោយសារតសេះមករាប់នេះនៅតាក់នឹងជើងសេះសនេះអត់បានទេចុកងាប់ហ៎អញ្ចឹងខលគោមកបាទសេះនេះត្រូវតអត់ចំណងហ្នឹងបងរត់បាទរត់មានកន្លែងពីរដែលត្រូវរត់គឺមកតំណែងបាទនេះក៏ងាប់ដែរបងនៅមកខាងនេះបាទខ្ញុំក៏ថាងាប់ដែរបងអប់បាទមកខាងនេះគឺងាប់មកទូចំពីមុខបាទមកខាងនេះក៏ងាប់បាទមិនងាប់ទេបើអីស៊ីបាទបែបនេះចឹងទៅបាទបាទឡើងគោលចងចាក់ត្រីនេះរត់នេះនៅតែងាប់បាទងាកមកនេះក៏ងាប់មកនេះបានទៅនេះក៏ងាប់មកខាងនេះក៏ងាប់ដូចគ្នាអត់តន់ងាប់បាទមួយខ្សែទៀតក៏អត់តន់ងាប់សុំទោសបាទចាំតិចខ្ញុំយើងសេរីឡើងវិញអញ្ចឹងនៅកន្លែងនេះបាទខាងខ្មៅគាត់បោះសេះមកខាងលើអញ្ចឹងកន្លែងនេះជាប់ងាប់ហើយបងអុកបាទទៅណាងាប់ដែរបាទអញ្ចឹងខ្ញុំសុំសេរីឡើងបន្តិចបាទរូបវិធីមើលបាទក្រៅទៅពីសេះទេស៊ីសេះទេមានកន្លែងងាប់អត់អុកអុកបាទឆែកមើលសិនមកគីឡូក្រៅទៅពីសេះទេមានកន្លែងងាប់ដែរឬក៏អត់អុកបាទទៅគោលចងបាទគាត់នឹងចាស់ត្រីរត់បាទអុកស៊ីទុកទេបរាទៅឈ្នះស្រួលជាប់ងាប់ទៀតកន្លែងនេះអស់អេរ៉ឺហ្មងបាទមកវិញឆ្ងាយច្រើនខ្ញុំខ្ជិលហៅកន្លែងបាយងាប់បាទអាចមិនតន់ងាប់គឺឃើញកន្លែងហ្នឹងបាយងាប់ប្រោទៅដល់ស៊ីទូកឲ្យជាប់ងាប់ទៀតបងបងអ្នកគ្នាបាទវីដេអូឃ្លីបនេះខ្ញុំសូមអធិស្ឋានចំពោះការអធិប្បាយនឹងកន្លែងពាក្យខ្លះៗមានការលើលួលឬក៏កំខាតមកបងគ្នាសូមជួយ like វីដេអូម្នាក់មួយផងបងបាទហើយសូមជួយ like វីដេអូជាកម្លាំងចិត្តហើយសូមជួយបងប្អូនដែលអត់ទាន់ subscribe បាទសូមជួយ subscribe ផងបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបង